សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចេញមកធ្វើប្លុកជិះតាមផ្លូវបាទសកម្មភាពនៅស្រុកស្រែយើងហ្នឹងគាត់ទៅមើលដល់សកម្មភាពនៅស្រុកស្រែយើងបាទទៅហើយបងប្អូនខ្យល់ខ្លាំងពេកបងប្អូននេះសក់ប៉ើងអស់ហើយសក់ប៉ើងអស់ហើយគេដាំស្បៃដាំតកួនឯណានេះគេដាំដើម្បីបង្កការផលលក់ខ្លះបានលុយបានអីផ្គងគ្រួសារអញ្ចឹងណាបងប្អូនមើលតាមភូមិយើងហ្នឹងគេជិះតាមមើលតាមភូមិបងប្អូនតាមភូមិនេះគេមានរោងការមានរោងអីមកកណោសម្រាប់ឲ្យយើងជួលនេះដើមត្នោតខ្ញុំមកដល់ភូមិណាណៃនេះជិះម៉ូតូថ្ងៃហ្នឹងមកធ្វើប្លុកផងបានវីដេអូច្រើនណាដើម្បីផុសជូនបងប្អូនតែនៅស្រុកក្រៅខ្លះឡើងអ្នកនៅឆ្ងាយពីភូមិនេះខ្លះបងប្អូនមុខខ្ញុំអត់ស្អាតទេបងប្អូនអើយបានកាមេរ៉ាយកហ្នឹងមុខជួបក្រៅចប់ហើយសកម្មភាពជិះដើរមើលតាមស្ទឹងតាមបន្លាយគេចាំដីសន្តិសុខភូមិហ្នឹងថ្ងៃនេះស្រូវគេចិត្តធ្វើទៀតនេះបងប្អូនឥឡូវចុះមើលផ្លែទៅគេចិត្តធ្វើទៀតហើយស្រុកស្រែយើងតែប៉ុណ្្នឹងបងប្អូនអើយមានក្តារមានខ្យងមកកណ្ដោតាមព្រែកនេះសារត្រីអត់មានគេចោះចាប់នេះត្រីមានមាត់មកកណ្ដោបាទសៀកពាក់មកនេះវិញចុះចាប់ត្រីនឹងបានហើយអូខេបងប្អូនសកម្មភាពនៅស្រុកស្រែចំការយើងឥឡូវមានម៉ូតូមកយើងរៀងអៀនតិចហើយវាយចេញប្លុក